រងថ្ងៃតែសារខ្លួនឯងហ្មងដាច់យប់ប៉ុណ្ណាក៏ក្រោកបានពីព្រលឹមដែរម៉ោង5 6អីនឹងងើបហើយក៏ទៅកូនប្រសាណាគេនឹងល្អម៉េចលើលោកនេះស្មាងាយរោបាននៃមនុស្សស្រីដែលក្រោកតាន់ថ្ងៃរះអូយមិនងាយទេវិញក៏ដើររោទៅ1លានអ្នកអីនឹងមានមួយហើយមួយនឹងខ្ញុំនឹងឯងគ្មានណាទៀតទេយប់ឡើងផឹកស្រាព្រលឹមឡើងផឹកខ្វេមានអីជីវិតរងថ្ងៃមានតែអន់ណាដោយសារតែជីវិតខ្ញុំវាមានក្តីសុខអញ្ចឹងតាបានគេចំណែនម្ល៉េះតែខ្ញុំមិនបន្ទោសអ្នកដែលចំណែននេះធ្វើម៉េចបើជីវិតយើងវាខ្ជូតដល់បើគេមិនចំណែនដូចជាមិនសមនិយាយមែនបរិយាកាសក្បែរផ្ទះខ្ញុំខែនឹងស្អាតខ្លាំងបើចង់បោះតង់បោះអីក៏មិនបាច់ទៅណាឆ្ងាយដែរតែក្បែរផ្ទះយកទៅណាអស់មើលទិញតែតង់ទិញតែស្រាទិញតែសាច់ខ្លែមប្រមូលតែគ្នាមកក្បែរផ្ទះយើងនឹងហើយទៅណាឆ្ងាយនាំតែខាតពេលខាតវេលារដងម៉ោង5តិចតួចអីខ្ញុំភ្ញាក់ហើយភ្ញាក់ភ្លាមអញ្ចឹងអត់តន់ងើបទេនៅសងំអានាលចុះអានាលឡើងតម៉ោង6បានងើបតែថ្ងៃហ្នឹងក៏ភ្ញាក់ម៉ោងដូចគ្នាដែរគ្រាន់ថាភ្ញាក់ភ្លាមងើបភ្លាមមូលហេតុដោយសារតែអាចដេញគិតទៅអាចនឹងខ្លាំងមែននៅលើលោកនឹងគ្មានអីទេដែលខ្លាំងជាងអាចព្រោះមានតែអាចឯដែលអាចបជាខ្ញុំបានតែក៏អរគុណអាចដែរដែលដេញព្រោះដោយសារតែវានឹងបានខ្ញុំបានមកអង្គុយផឹកខ្វេពេលព្រឹកមើលធម្មជាតិដ៏សែនស្រស់ស្អាតអញ្ចឹងព្រោះរាល់ដងក្រោកម៉ោង6មែនតែក្រោកហើយដេកវិញនឹងមិនមែនក្រោកពីព្រលឹមអញ្ចឹងមកបោសផ្ទះដាំបាយលាងចានលាងឆ្នាំងឯណាអត់រេក្រោកឲ្យដូចគេដូចឯងដូចខ្ញុំប្រាប់វីដេអូមុនអញ្ចឹងថាឃើញគេក្រោកខ្ញុំក្រោកតាមជាតិនេះខ្ញុំមានសំណាងខ្លាំងទៅបីខ្ញុំកើតមកជាកូនអ្នកក្រកូនអ្នកស្រែមែនប៉ុន្តែខ្ញុំអត់ដែលនឿយហត់មិនទេតិចថាឃើញកើតនៅស្រែអញ្ចឹងចេះធ្វើស្រែសូនបដ ாய் រឿងស្រែនឹងខ្ញុំមិនដែលចុះមិនដែលប៉ះទេតយូរអាស្រែមិនចេះធ្វើហើយការងារផ្ទះវិញគឺរត់តែចប់អារឿងដាំបាយលាងចានលាងឆ្នាំងបោសផ្ទះនឹងមីនឹងអត់ចេះទេសរោចេះតែដើរលេងនឹងតែងខ្លួនតែមួយមុខគត់កូនគេព្រលឹមឡើងគេចាប់បោសផ្ទះគេដាំបាយគេធ្វើម្ហូបដល់ងាកមកមើលកូនយាពឿនព្រលឹមឡើងងូតទឹកលាបក្រែមលាបម្សៅរួចហើយដេកវិញកូនណាគេចង់ដាំបាយដាំទៅបើមីនេះសុំលាបក្រែមសិនហើយព្រលឹមឡើងបើមិនបានក្រែមពណ៌ក្រហមមិនចាញ់ពីកន្ទប់ដាច់ខាតទោះជាជីវិតធ្លាក់ដល់សូនគ្មានបាយស៊ីក្នុងកាបូបគ្មានលុយសំបីតែ1រៀលក៏អត់សិនទៅគុំតែអត់ក្រែមឲ្យតែបានលាបក្រែមរឿងស្មុគស្មាញទាំងអស់នឹងរលាយបាត់ភ្លាមក្នុងមួយវិប្រិតភ្នែកបើសួរថារងថ្ងៃនឹងម៉ែជេរអត់ជេរវាមិនដែលមានម៉ែណាមិនជេរកូនម៉ែណាមិនចង់ឲ្យកូនល្អទេប៉ុន្តែកូននឹងវានរកមកកើតយល់អត់នរកមកកើតបដៅអត់បានទេគាត់ជេរអីជេរទៅខ្ញុំធ្វើអត់លឺខ្ញុំធ្វើអត់ខ្វល់ដល់ពេលគាត់ហត់គាត់ឈប់ជេរហើយនិយាយទៅគាត់ជាអ្នកបង្កើតគាត់ជាអ្នកចិញ្ចឹមខ្ញុំរឿងអីគាត់មិនស្គាល់ចរិតខ្ញុំគាត់ដឹងថាមនុស្សខ្ញុំវាក្បាលរឹងបដៅមិនបានដល់អញ្ចឹងគាត់ខ្ជិលទៅចង់ទៅងាប់ណាក៏ងាប់ទៅស្រេចតែក្បាលវល់ខ្ញុំនិយាយឲ្យដឹងអញ្ចឹងខ្ញុំមិនមែនចង់ឲ្យគេទៅសើថាខ្ញុំនឹងលួយអត់ខ្លាចម៉ែអីអញ្ចឹងឯណាខ្ញុំគ្រាន់តែចង់ឲ្យដឹងថាខ្ញុំមិនមែនជាមនុស្សល្អមិនមែនជាកូនល្អអញ្ចឹងអ្នកគ្នាគុំយកគរូតាមបាច់មកចង់មានជីវិតដូចខ្ញុំអីទេជីវិតដែលធ្វើឲ្យម៉ែឪពិបាកចិត្តហ្នឹងឯងពេលខ្លះខ្ញុំឆ្ងល់ខ្លួនឯងតើដឹងតែខ្លួនឯងធ្វើខុសធ្វើមិនល្អប៉ុន្តែខ្ញុំអត់កែទេខ្ញុំនៅតែធ្វើដែរខ្ញុំមិនមែនអត់ចង់កែណាតែពេលដែលខ្ញុំធ្វើអីមិនមែនជាខ្លួនឯងគឺខ្ញុំពិបាកហ្មងអញ្ចឹងខ្ញុំសុកចិត្តជ្រើសយកជំរើសដែលអីដែលជាខ្លួនឯងទៅបីដឹងថាវាមិនល្អប៉ុន្តែខ្ញុំនៅតែជ្រើសធ្វើតាមបេះដូងឲ្យតែបានធ្វើអីតាមបេះដូងបានធ្វើអីតាមដែលខ្លួនឯងស្រឡាញ់ទោះបីអ្នកផ្សេងមើលមកមិនល្អក៏ខ្ញុំមានក្តីសុខដែរខ្ញុំអត់ខ្វល់ថាអ្នកផ្សេងគិតមិនទេសំខាន់ក្នុងចិត្តខ្ញុំគឺវាសុខតែឥឡូវសុំទៅដេកវិញសិនព្រោះអីងុយដេកខ្លាំងណា